ថ្ងៃនេះចេញមកនិយាយរឿងខ្លួនឯងតិចបងប្អូនមុនពេលដែលខ្ញុំចាប់ផ្ដើមបង្កើត page ធ្វើវីដេអូមិនដឹងថាមានបងប្អូនណាខ្លះដូចខ្ញុំអញ្ចឹងអត់ទេឬក៏មានតែខ្ញុំម្នាក់ឯងទេបងប្អូនបើសិនជាមានកុំភ្លេចជួយ comment នៅក្រោមវីដេអូនេះផងដំបូងឡើយហ្នឹងមុនពេលដែលខ្ញុំចាប់ផ្ដើមបង្កើត page បងប្អូនខ្ញុំពេលយប់ឡើងខ្ញុំអត់សូវធ្វើអីទេទៅនៃពីការងារយើងហូបបាយហូបទឹកអីហើយហ្នឹងចូលចិត្តមើលជាងគេគឺ Facebook មើលតែរឿងភាគចិនទេអាគេសម្រាយរឿងហ្នឹងបងប្អូនចឹងទៅគឺថាមកយប់មើលឡើងទៅណាទៅណីម៉ោង10ម៉ោង11ពេលខ្លះអាចដល់12:71ឯទៀតក៏មានដែរចឹងទៅព្រលឹមឡើងទៅធ្វើការអត់ចង់កើតទេព្រលឹមឡើងគឺដឹងតែអស់ល្ងុយឯងព្រោះតែសារតែមកយប់ហ្នឹងមិនសូវបានដេកប្រហែលទេបងប្អូនអញ្ចឹងទៅខ្ញុំគិតថាអូអត់កើតទេមើលរឿងភាគយូរអស់ល្ងុយផងហើយណាមួយកាតទូរស័ព្ទនិយាយថាចុះមែនតើបងប្អូនបើចូលមករៀលអីបានតែ3 4ថ្ងៃអីទេអស់ហើយពីអ្នកប្តីប្រពន្ធបងប្អូនគិតមើលប្តីខ្ញុំបញ្ចូលម្ដងមករៀលកន្លះហើយចំណែកខ្ញុំបញ្ចូលតែមករៀលទេព្រោះខ្ញុំអត់ចង់ត្រឡប់បញ្ចូលម្ដងមករៀលកន្លះហ្នឹងបងប្អូនអញ្ចឹងទៅមួយខែអាចម្នាក់5ដងគិតទៅចិញ្ចឹមកូនមួយចង់រស់បងប្អូនគាត់តែបញ្ចូលការទូរស័ព្ទដល់ពេលថ្ងៃមួយហ្នឹងខ្ញុំអូសទូរស័ព្ទទៅក៏ឃើញបងប្អូនដែលគាត់ជាអ្នកធ្វើវីដេអូគាត់ចែកម្លែកពីការរលុយតាម Facebook បងប្អូនអញ្ចឹងទៅដូចជាមានចំណាប់អារម្មណ៍ដែរក៏ចាប់ផ្ដើមបង្កើត page ដំបូងហ្នឹងបងប្អូនអើយមិនដឹងថារនឹកធ្វើពីអីទេនឹកឃើញថាមានតែធ្វើពីម្ហូបនឹងឯងហើយក្នុងមួយថ្ងៃហ្នឹងខ្ញុំផុសវីដេអូបានតែមួយទេព្រោះដោយសារតែខ្ញុំធ្វើម្ហូបមួយថ្ងៃបានតែមួយមុខដល់ពេលធ្វើយូរទៅមានអារម្មណ៍ថាធុញហត់ចឹងទៅចង់សម្រាកឯណាមួយដល់ខែចូលឆ្នាំទៀតដល់ពេលដែលខ្ញុំអ៊ុតសក់ដាច់ចឹងទៅខ្ញុំក៏សម្រាកចិត្តឡើងមួយឆ្នាំហើយខ្ញុំក៏បង្កើត page ថ្មីមួយទៀតខ្ញុំទុកឡើង3 4ខែដែរបងប្អូនមកខ្ញុំចាប់ផ្ដើមផុសហើយ page ថ្មីខ្ញុំនេះខ្ញុំធ្វើពីការរស់នៅប្រចាំថ្ងៃដល់ពេលអញ្ចឹងទៅខ្ញុំអត់សូវខ្វះវីដេអូផុសប៉ុន្មានទេទៅដល់ទីណាកន្លែងណាក៏ខ្ញុំឆ្លៀតថតដែរបងប្អូនរួចហើយខ្ញុំយកមកបញ្ចូលសលេងហើយខ្ញុំក៏ជាអ្នកថ្មីដែរអត់ទាន់បានធូររកលុយនឹងគេទេបងប្អូនតែចាប់ផ្ដើមធ្វើសារថ្មីបានរយៈពេល3ខែតែ3ខែនេះអត់ខំម្ដងទេបងប្អូនព្រោះដោយសារតែ view ឡើងលឿនហើយតាមដានហ្នឹងក៏មានរឿងច្រើនគួរសមដែរអត់ដូចភ័យចាស់ទេ3ខែដែរតែបានតែ200អ្នកជាង